នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងគីវកាលពីថ្ងៃច័ន្ទទី15កក្កដាលោក Volodymyr Zelensky បានថ្លែងថាអ៊ុយក្រែនបានបើកភ្លើងខៀវឲ្យមានកិច្ចចរចាលើកដំបូងជាមួយនឹងរុស្ស៊ីនៅក្នុងជំនួបកម្ពុជាលើកទី2ស្ដីពីសន្តិភាពអ៊ុយក្រែននាខែវិច្ឆិកាខាងមុខនេះដោយចង់ឲ្យមានអ្នកតំណាងរុស្ស៊ីចូលរួមដែរនៅថ្ងៃអង្គារទី16កក្កដាលោក Dmitry Peskov អ្នកនាំពាក្យវិមានក្រែមឡាំងបានឆ្លើយតបទៅវិញថារុស្ស៊ីចង់ដឹងពីគោលបំណងនិងខ្លឹមសារនៃជំនួបកម្ពុជាលើកទី2នេះមុននឹងទទួលយកការអញ្ជើញរបស់អ៊ុយក្រែនលោកប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងទៀតថាក្នុងជំនួបកម្ពុជាលើកទី2នេះគេនឹងពិភាក្សាគ្នាលើប្រធានបទចំនួន3ទី1គឺសុវត្ថិភាពធម្មពលនៅអ៊ុយក្រែនដែលហេដ្ឋារចនាសម្ព័ន្ធធម្មពលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់ទាហានរុស្ស៊ីទី2គឺចរាចរណ៍ដោយសេរីនិងដោយសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅដែលជាផ្លូវសមុទ្រសំខាន់សម្រាប់ការនាំចេញរបស់អ៊ុយក្រែនហើយប្រធានបទទី3គឺការដោះដូរអ្នកទោសរវាងអ៊ុយក្រែននិងរុស្ស៊ីប៉ុន្តែលោក Zelensky មិនបានបញ្ជាក់ពីការចរចាបញ្ចប់ការប្រយុទ្ធលើសមរភូមិរវាងអ៊ុយក្រែននិងរុស្ស៊ីឡើយគួរកត់សម្គាល់ថាគិតមកត្រឹមពេលនេះរុស្ស៊ីនិងអ៊ុយក្រែនហាក់ដូចជាមានគោលជំហរមិនចង់ចរចាគ្នាដើម្បីបញ្ចប់សង្គ្រាមឡើយអ្វីដែលអ៊ុយក្រែនទាមទារបំផុតគឺចង់បានទឹកដីរបស់ខ្លួនដែលរុស្ស៊ីកំពុងកាន់កាប់ត្រឡប់មកវិញរួមទាំងតំបន់គ្រីមៀផងគួររំលឹកថាជំនួបកម្ពុជាលើកទី1នៅប្រទេសស្វីសកាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅមានប្រទេសប្រមាណជាង80បានចូលរួមតែគ្មានចិននិងរុស្ស៊ីទេជំនួបកម្ពុជាលើកទី1មិនមែនជាការចរចាសន្តិភាពទេគឺជាការពិភាក្សាអំពីដំណើរការសន្តិភាពដែលអ៊ុយក្រែនបានលើកគម្រោង10ចំណុចគាំទ្រដោយលោកខាងលិចនៅក្នុងសំណើនោះមានមួយចំណុចអ៊ុយក្រែនចង់ឲ្យរុស្ស៊ីដកទ័ពទាំងអស់ចេញពីទឹកដីរបស់អ៊ុយក្រែនតែរុស្ស៊ីបានទាត់ចោលតំណាងភាគីចរចាសហរដ្ឋអាមេរិកនិងរុស្ស៊ីបានជួបនិយាយគ្នារយៈពេលដល់ទៅ12ម៉ោងនៅទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃច័ន្ទទី24មិនិនាចេញពីជំនួបចរចានេះលោក Grigory Karasin ប្រធានគណៈកម្មការកិច្ចការអន្តរជាតិនៃសហព័ន្ធរុស្ស៊ីនិងដែលជាប្រធានក្រុមចរចាភាគីរុស្ស៊ីបានថ្លែងប្រាប់អ្នកកាសែតថាការនិយាយគ្នាជាមួយភាគីអាមេរិកបានចាប់ផ្ដើមទៅដោយតានតឹងមិនស្រួលប៉ុន្មានទេក៏ប៉ុន្តែលទ្ធផលនៃការប្រជុំនេះគឺមានអត្ថប្រយោជន៍ចាំបាច់សម្រាប់ភាគីទាំងសងខាងលោក Grigory Karasin អះអាងទៀតថាភាគីទាំងពីរបាននិយាយគ្នាត្រង់គ្រប់ចំណុចទាំងអស់ទោះបីមិនទាន់ត្រូវរើគ្នាតែយ៉ាងណាបរិយាកាសនៃការចរចាគ្នាគឺប្រកបដោយការស្ថាបនាមន្ត្រីរុស្ស៊ីរូបនេះបន្ថែមទៀតថានឹងបន្តការចរចាតទៅទៀតហើយរុស្ស៊ីមានបំណងចង់ឲ្យមានវត្តមានរបស់អង្គការសហប្រជាជាតិនិងប្រទេសមួយចំនួនទៀតដែរចូលរួមនៅក្នុងដំណើរការចរចានេះតែដោយមិនបញ្ជាក់ថាមានប្រទេសណាខ្លះទេគូបញ្ជាក់ថាអ្វីបើភាសាការទូតពីសំណាក់ភាគីរុស្ស៊ីលើកឡើងថាការចរចាបានដំណើរការទៅប្រកបដោយការស្ថាបនាក្តីតែធៀបពិតបាននិយាយពីលទ្ធផលជាក់ស្ដែងគឺគ្មានទាល់តែសោះគម្រោងបទឈប់បាញ់ដែលភាគីអាមេរិកបានយកទៅដាក់លើតុដើម្បីជជែកគ្នាគឺគ្មានការប្រកាសបញ្ជាក់ណាមួយថាបានលទ្ធផលយ៉ាងណាទេអ្នកវិភាគជាច្រើនបានលើកឡើងថាអ្វីបើលោកដូណាល់ត្រាំបង្ហាញភាពតក់ក្រហល់ចង់ឲ្យមានបទឈប់បាញ់ឲ្យបានឆាប់រហ័សបំផុតនៅអ៊ុយក្រែនតែធៀបពិតលោកពូទីនឯណោះហាក់កំពុងតែអូសជើងទៅវិញព្រោះរុស្ស៊ីកំពុងតែមានព្រៀបនៅឯសមរភូមិមួយវិញទៀតលោកពូទីនអាចកាន់អំណាចអស់មួយជីវិតដូច្នេះគ្មានអ្វីត្រូវប្រញាប់ដោយលោកដូណាល់ត្រាំដែលកាន់អំណាចតែ4ឆ្នាំនោះឡើយអ៊ុយក្រែនបានអះអាងថាត្រៀមខ្លួនសុខចិត្តព្រមទទួលយកបទឈប់បាញ់ទាំងស្រុងដោយគ្មានលក្ខខណ្ឌតែរុស្ស៊ីទេដែលនៅតែអូសបន្លាយពេលវេលាផ្អែកតាមមន្ត្រីការទូតភាគីអាមេរិកនិងរុស្ស៊ីនឹងបន្តការចរចាគ្នាទៀតស្ដីពីបទឈប់បាញ់នៅតំបន់សមុទ្រខ្មៅនិងស្ដីអំពីការធានាសន្តិសុខលើចរាចរណ៍នាវាដឹកគ្រាប់ធញ្ញជាតិដោយឡែកនៅព្រឹកថ្ងៃអង្គារទី25មិនិនានេះតំណាងក្រុមចរចាអ៊ុយក្រែនដែលស្ថិតនៅទីក្រុងរីយ៉ាតបានប្រាប់អ្នកកាសែតថានឹងបន្តការចរចាជាមួយភាគីអាមេរិកនៅថ្ងៃនេះបន្ថែមទៀតគូបញ្ជាក់ដែរថាស្របពេលដែលការចរចាកំពុងតែសស្រាក់សស្រាំនៅអារ៉ាប៊ីសាអូឌីតស្ដីពីបទឈប់បាញ់តែនៅសមរភូមិឯណោះការវាយប្រហារក៏នៅតែសស្រាក់សស្រាំដែរយប់ថ្ងៃច័ន្ទឈានចូលថ្ងៃអង្គារផ្អែកតាមអាជ្ញាធរអ៊ុយក្រែនរុស្ស៊ីបានបាញ់មីស៊ីលទៅលើទីក្រុងស៊ូមីខាងជើងអ៊ុយក្រែនបណ្ដាលឲ្យរបួសមនុស្សយ៉ាងហោច90នាក់ក្នុងនោះមាន17នាក់ជាកុមារចំណែកនៅសមរភូមិខាងកើតអ៊ុយក្រែនវិញរុស្ស៊ីអះអាងថាមានជនជាតិរុស្ស៊ី3នាក់ស្លាប់គឺអ្នកកាសែតម្នាក់អ្នកកាន់កាមេរ៉ាម្នាក់និងអ្នកបើកបរដែលចុះមកយកព័ត៌មានក្រសួងការពារជាតិរុស្ស៊ីអះអាងទៀតថានៅថ្ងៃច័ន្ទគេបានកំទេចដ្រូនអ៊ុយក្រែនដែលប៉ុនប៉ងចូលមកវាយនៅទីតាំងប្រេងរបស់រុស្ស៊ីក្នុងតំបន់ Krasnodarលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានបង្ហោះសារតាមបណ្ដាញ Telegram អបអរសាទរចំពោះការរំដោះបានអ្នកទោសមកវិញចំនួន95នាក់ដែលជាកងកម្លាំងក្នុងជួរទាហានកងការពារជាតិនិងឆ្មាំព្រំដែន
លោក Zelensky បានបន្ថែមថាដោយការពីការដោះដូរអ្នកទោសជាមួយរុស្ស៊ីនៅលើកមុនបេសកកម្មលើកនេះបានប្រព្រឹត្តទៅបានជោគជ័យដោយសារតែមានការជួយជ្រោមជ្រែងរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមមុននឹងលោក Zelensky បានបង្ហោះសារបន្តិចក្រសួងការពារជាតិរុស្ស៊ីក៏បានបញ្ជាក់ឲ្យដឹងដែរអំពីការដោះដូរអ្នកទោសគ្នានេះដោយភាគីទាំងសងខាងសុខចិត្តដោះលែងអ្នកទោសចំនួន95នាក់រៀងៗខ្លួនគួររំលឹកថាចាប់តាំងពីផ្ទុះសង្គ្រាមជាង2ឆ្នាំមកនេះរុស្ស៊ីនិងអ៊ុយក្រែនធ្លាប់បានដោះដូរអ្នកទោសគ្នាច្រើនដងហើយកាលពីថ្ងៃទី5មិថុនាកន្លងទៅលោកពូទីនបានអះអាងថារាល់ថ្ងៃនេះរុស្ស៊ីមានអ្នកទោសនៅក្នុងដៃចំនួន6465នាក់ដែលសុទ្ធតែជាទាហានអ៊ុយក្រែនចំណែកអ៊ុយក្រែនវិញមានទាហានរុស្ស៊ីក្នុងដៃចំនួន1348នាក់តែយ៉ាងណាតួលេខនេះមិនត្រូវបានភាគីអ៊ុយក្រែនបញ្ជាក់ថាពិតឬយ៉ាងណាទេកាលពីថ្ងៃទី25មិថុនាគូសត្រូវទាំងពីរបានដោះដូរអ្នកទោសគ្នាចំនួន1លើកហើយគឺចំនួន90នាក់ទៅវិញទៅមកហើយបន្ថែមពីនេះក្រុមការងារចរចារុស្ស៊ីនិងអ៊ុយក្រែនបានជួបគ្នាដោយផ្ទាល់ជាលើកទី1ចាប់តាំងពីផ្ទុះសង្គ្រាមមកនេះបើផ្អែកតាមការបញ្ជាក់ឲ្យដឹងពីលោក Dmytro Lubinets ប្រធានក្រុមសម្របសម្រួលផ្នែកសិទ្ធិមនុស្សរបស់អ៊ុយក្រែនហើយបើផ្អែកតាមការអះអាងរបស់លោកស្រី Tatyana Moshkalkovaប្រធានក្រុមសម្របសម្រួលខាងរុស្ស៊ីវិញគឺក្នុងពេលដោះដូរអ្នកទោសគ្នាកាលពីថ្ងៃពុធទី17កក្កដាក៏ភាគីទាំងសងខាងបានជួបប្រជុំគ្នាដោយផ្ទាល់ដែរដោយគេបាននិយាយគ្នាអំពីបញ្ហាជួបជុំគ្នាវិញនៃក្រុមគ្រួសារដែលព្រាត់ប្រាសគ្នាដោយសារតែសង្គ្រាមគួរបញ្ជាក់ថាអ៊ុយក្រែនបានចោទរុស្ស៊ីថាបានចាប់ពង្រត់កុមារអនិច្ចជនអ៊ុយក្រែនចំនួនប្រមាណ 20000 នាក់យកទៅខាងរុស្ស៊ីដោយបំបែកពួកគេពីឪពុកម្ដាយក្រុមគ្រួសារតែភាគីរុស្ស៊ីវិញអះអាងថាមិនបានចាប់ពង្រត់ទេគឺគេបញ្ជូនយកទៅកន្លែងមានសុវត្ថិភាពឆ្ងាយពីសង្គ្រាមតែប៉ុណ្ណោះតុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់លោកពូទីនពីបទឧក្រិដ្ឋកម្មសង្គ្រាមដែលក្នុងនោះគឺមានជាអាចការចាប់ពង្រត់យកកុមារអ៊ុយក្រែនទៅរុស្ស៊ីប៉ុន្មានខែមកនេះរុស្ស៊ីបានបញ្ជូនត្រឡប់មកឲ្យអ៊ុយក្រែនវិញនៅកុមារក្នុងចំនួនបន្តិចបន្តួចដោយសារមានការសម្របសម្រួលពីប្រទេសកាតាតែទន្ទឹមគ្នានេះគេបានចោទថារុស្ស៊ីបានយកកុមារអ៊ុយក្រែនឲ្យជនជាតិរុស្ស៊ីសុំយកទៅចិញ្ចឹមទាំងដែលការពិតកុមារទាំងនោះមានឪពុកម្ដាយនិងក្រុមគ្រួសារនៅអ៊ុយក្រែនគូក៏សម្គាល់ថាការដោះដូរអ្នកទោសគ្នាពីរលើកក្នុងរយៈពេលជិត1ខែនេះព្រមទាំងតំណាងក្រុមចរចាទាំងសងខាងបានជួបនិយាយគ្នាដោយផ្ទាល់ថែមទៀតនេះវាបានបង្ហាញអំពីការបើកចំហទ្វារខ្លះក្នុងការប្រាស្រ័យទាក់ទងគ្នារវាងអ៊ុយក្រែននិងរុស្ស៊ីបើទោះបីជាការប្រយុទ្ធគ្នានៅសមរភូមិនៅតែបន្តកាលពីពេលថ្មីៗនេះលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានប្រកាសថាលោកចង់ឃើញរុស្ស៊ីចូលរួមនៅក្នុងជំនួបកំពូលដើម្បីសន្តិភាពលើកក្រោយដែលគ្រោងធ្វើនៅខែវិច្ឆិកាការបន្ទន់អិរិយាបថខ្លះរបស់លោក Zelensky នេះត្រូវបានអ្នកវិភាគខ្លះប្រមាលមើលឃើញថាលោក Zelensky ប្រហែលជាបានត្រៀមចិត្តនៅក្នុងការចរចាជាមួយលោកពូទីនព្រោះថាលោក Donald Trump អាចនឹងឈ្នះឆ្នោតហើយអាមេរិកអាចនឹងឈប់ជួយទំនុកបម្រុងអ៊ុយក្រែនតទៅទៀត